បាទគោរពនឹងជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះហេតុទិញគោបានជាង10ក្បាលបងប្អូនបាទអញ្ចឹងបងប្អូនចាំតាមដានវីដេអូពីដើមដល់ចប់ទាំងអស់គ្នាមកណាហើយសម្រាប់ពុកម៉ែបងប្អូនណាបាទមិនទាន់បានចុច follow ហេតុម្នាក់មួយទៅហើយអ្នកមិនទាន់បានសៀម្នាក់មួយទៅណាសញ្ញាពុននឹងស្រាប់ដៃបាទនេះគោបាទឥឡូវបងប្អូនបាទឥឡូវយើងចាំតាមដានវីដេអូពីដើមដល់ចប់ទាំងអស់គ្នាថាតើរូបភាពនោះវាយ៉ាងណាខ្លះមកណាបាទហើយបងប្អូនកុំភ្លេចជួយ like ជួយ share តដើម្បីកម្លាំងចិត្តយើងធ្វើវីដេអូបន្តទៀតមកណាបាទនេះបាទជាដំបូងឡើយគឺថាយើងនេះមកមើលគូអីបងធឿនបាទនៅខាងអីគូបរិយហ្នឹងបាទបាន2ក្បាលបងប្អូនបាទនេះគូគាត់នេះរៀងស្ទើរសាច់តិចប៉ុន្តែផែនស្អាតចាំបានបាទនេះអញ្ចឹងបន្ទាប់ពីយើងមើលទៅបាទគាត់កាត់តម្លៃ5លានជាងបងប្អូននេះប៉ុន្តែបន្ទាប់ពីយើងចរចាមកគឺត្រូវគ្នាបាទអញ្ចឹងក៏យើងបាទកក់លុយជូនគាត់តែម្ដងទៅបាទសំខាន់គោបងប្អូនកាត់មកទៅយើងសំខាន់យើងឲ្យតម្លៃស៊ីនrồiបាទតែពីយើងទិញត្រូវតម្លៃក៏ដោយក៏យើងកក់លុយជូនហើយកក់នេះក៏កក់មិនមានយូរទេបងគាត់ថាកក់ចាំចិត្តតែមួយផ្លេតហ្នឹងគឺឡានខ្ញុំមកយកបាត់ទៅហើយបងបាទនេះមានហេតុទិញលឿនបាទទិញស្រួលទេបងបាទបងប្អូនគាត់បាទចឹងគឺថាបន្ទាប់ពីយើងទិញហើយភ្លាមនេះឲ្យឡានមកយក2ក្បាលហ្នឹងបាទយកដាក់ក្របាទទិញភ្លាមដឹកភ្លាមបងប្អូនបាទចាយលុយភ្លាមតែម្ដងបងប្អូនអត់មានយូរទេបងហេតុលក់លឿនទិញលឿនណាបងអ្នកត្រូវការលុយប្រទានប្រញាប់អីតាកទៅមកហេតុមកដល់លឿនហើយទិញភ្លាមចាយលុយភ្លាមតែម្ដងមកបាទគឺថាទិញភ្លាមដឹកភ្លាមចាយភ្លាមណាបាទអត់គិតចំនួនគោទេមិនមានលក់បានគឺយើងទិញតាមហ្នឹងឯងបងប្អូនបាទបន្តមកទៀតយើងមើលទៅនេះមកក្រលទៀតបាទត្រូវទៅនេះបានមកក្រលទៀតបងប្អូនបាទនេះម្ចាស់គោបាទចរចាលេចកើតជើងត្បូងបាទត្រូវមកក្រលទៀតបងប្អូនបាទហើយហេតុតាំងពីដើមមកទិញគោមិនថាកន្លែងមិញឡើយទិញតែមួយម៉ាត់ដល់ម៉ាត់ចាប់បាទគោនេះកាត់បើថានេះកាត់ខ្ពស់ដែរកាត់ឡើង35លានប៉ុន្តែយើងទិញតែ30លាន200000ទេបងណាឲ្យមួយម៉ាត់30លាន100បាទហើយកាត់35លានប៉ុន្តែសំខាន់គឺយើងស្គាល់តម្លៃជាក់ស្ដែងណាបាទស្គាល់តម្លៃជាក់ស្ដែងគឺយើងឲ្យតម្លៃទៅគឺដល់ចិត្តកាត់តែម្ដងបាទកាត់ចរចាឡើងសុំឡើងកតុយ20000គឺយើងជូនកាត់20000ចុះបាទប៉ុន្តែធូរអត់ឡើងច្រើនទេបាទហើយតម្លៃក៏មិនចេះប្រអាប់ដែរមិនមានតែគេកាត់កម្រងយើងត្រូវទិញ30លានឲ្យគេម្ដង10លាន20លានទេកម្រងទិញ30ក៏ទិញ30ឲ្យ300បាទគឺឲ្យដល់បេះដូង100បាទហើយបងប្អូនចំណាំមើលទៅឲ្យតម្លៃគឺប៉ែបាទអត់មានឲ្យចិនប្រអាប់បថោទេបាទតម្លៃគឺឲ្យប៉ែហើយបន្ទាប់យើងទិញត្រូវក៏យើងបាទនេះគិតទទួលតាក់បាយយើងមួយចានទៀតមកពេលទៀតមកពេលទៀតនេះដាក់មកចែកទេខ្លួនមកបាទនេះហើយបងខំប្រុសគាត់នេះគាត់ទិញគោដែរបាទដល់ពេលមកជួបគ្នាមកខ្ញុំទៅបាទគាត់ឲ្យខ្ញុំទិញមុនអញ្ចឹងខ្ញុំទិញអស់ខ្ញុំចែកគាត់បាន3ក្បាលដែរបាទចែកគាត់ឲ្យគាត់បាន3ក្បាលដែរតែថាគាត់ថាអត់ទិញទាំងអស់ទេគាត់ត្រូវសំដកខ្លះអញ្ចឹងណាគាត់អត់ត្រូវគាត់មានដើមទិញច្រើនអញ្ចឹងក៏គាត់ចាំចែកខ្ញុំទៅវិញទៅបាទអញ្ចឹងគាត់ចែកជូនគាត់3ទៅយើងសំខាន់នេះរកស៊ីដូចគ្នាយើងទៅជួបគ្នាក៏យើងចែកគ្នាតែមើលគាត់គោនេះគាត់ដល់មុនខ្ញុំបាទគាត់ដល់មុនខ្ញុំប៉ុន្តែសំខាន់គឺម្ចាស់គាត់នេះអត់បានហៅទេបានទេហៅទេប៉ុន្តែខ្ញុំស្គាល់លេខម្ចាស់គាត់ខ្ញុំទេសួរថាមានគោអត់គាត់ថាមានអញ្ចឹងខ្ញុំទៅជួបមួយបងប្រុសមិញទៅប៉ុន្តែសំខាន់ការរកស៊ីមកបាទនេះมันជាបញ្ហាទេសំខាន់និយាយគ្នាទៅបាទហើយគាត់បកគលថាធ្វើទិញទៅទិញទាំងអស់ទៅចាំពេលបានហើយចាំចែកខ្ញុំខ្លះចឹងខ្ញុំទិញបានខ្ញុំចែកជូនគាត់3បាទចែកជូនគាត់3ទៅខ្ញុំយកមកបាន11ក្បាលកន្លែងគាត់នេះបាទដល់14ណាបាទពិតយើងចែកគាត់3ទៅបាទគាត់ខំទៅជួយអីយើងដែរបាទចឹងក៏យើងជូនទៅគាត់ប៉ុន្តែសំខាន់បងប្អូនហេតុទិញគូអត់ចេះប្រអាប់អីថ្លៃអីចិនថ្លៃអីឡើយកើតទេទិញប៉ុណ្ណាឲ្យប៉ុណ្ណោះអត់មានចេះវែងឆ្ងាយចឹងណាគាត់កាត់35លានបាទប៉ុន្តែហេតុឲ្យតែ30លានទេហើយឲ្យមួយម៉ាត់30លាន100បាទអត់មានឲ្យ2 3ម៉ាត់ទេថ្លៃយក30លាន100លក់កើតអត់លក់កើតយកលក់កើតអត់តែគេថាហេសំកតុយទេបងលោកទិញ20000ឲ្យគាត់20000ទៅបាទអត់កុហកទេប្រាប់ថ្លៃត្រង់ទៅបាទចឹងសម្រាប់ពុកម៉ែគាត់ត្រូវការលក់គោទៅកាយតាក់ទៅមកបាទបងប្អូនណាដល់មិនសូវចេះសម្ញាចិនបាទហើយខ្ញុំទៅត្រូវបាទដាក់មួយម៉ាត់ចាប់ដល់ថ្លៃដល់ហើយខ្ញុំលក់ក៏តម្លៃមិនចុះបាទទិញក៏តម្លៃមិនឡើងបាទគឺថាវាមានថាមិនចុះមិនឡើងស្វាឡើងទីទួយបំផុតបាទស្ទួយស្ដើងណាបាទយើងអត់កាត់បែបឥណ្ឌាទេបាទកាត់បាទទិញលក់មកសំរុំបងប្អូនបាទហើយតែបានចំណេញខ្លះបងប្អូនយើងធម្មតាបើយើងទិញគូទិញអីយើងអាចចំណេញបានមួយក្បាល 4-50000អីទៅបាទបើយើងមិនខំប្រឹងទៅមិនបាទជួនកាលមួយឡានបាន100000 20000ទៅបាទផ្សាយផ្សំឲ្យទៅបាទអាហ្នឹងវាជារឿងធម្មតាទេការរកស៊ីវាត្រូវការទិញថោកលក់ថ្លៃតែបើเราទិញថោកពេកគេលក់ឲ្យយើងបាទបើទិញថ្លៃពេកយើងខាតអញ្ចឹងគឺយើងជ្រេរត់ផ្លូវកណ្ដាលណាឲ្យថាយើងបានខ្លះគិតបានខ្លះធម្មតាអ្នកលក់បើគិតមិនបានសល់ខ្លះមិនបានចំណេញខ្លះគិតលក់ឲ្យយើងហើយយើងតែទិញបើយើងមើលទៅយើងយកមកលក់មិនបានស៊ីគឺយើងមិនបានទិញហ៊ានទិញពីគិតអញ្ចឹង
cứ miền trật ruột kia tìm mà ôn trong ấy mấy nhầm trong ấy tao tao kia không hay mà thằng làm đội hay thú của đơn tao mấy mà ở chơi chân tao lại nhẹ nhõm chân đi tao lại tính cứ tính rồi bạn mắt chọc rồi một con la gần vô chất cái đằng này mà để theo siêu nhắm đằng này nhắm tao tính tao lại cứ bập bẹ hay lụa còn lụa sau cho lại đây mà cho phệ tích rồi mà còn đây cho đây tam cô đây cô nào dần tính cho bán cho bán cái giờ cho thì quá mà hay là mới cà rô si cô đến cô nào dân cho bà mà cho bà lại cho bà cà lô vía dân lụa chạy khâu thêm một dân cắt câu về mình cứ hô hạt pết là bây dân tính cái cho về mình thay hô hạt pết đen của nó mà xong là mồm tại cái lụa cắt dân cái tinh cắt vào dân có tinh cắt hay kia đen hay dân cái lụa cắt lại dân cái lụa cắt hay kia đenហ្នឹងmà dân mưa đè xếp tung mưa mà bây giờ ở cho bà hàng ai dù móc chuyến khát cho nên chẳng á mà lụa bảo vệ là thóc về mà là về là thái những bà bây giờ đừng mà tội cái bàn hộp khác cái dân lụa tội cái tóc kia bàn hộp mà như mà Rosi vì các chạy đi đây mà dân vô tại anh cho nên tại anh kia vô tao là khát anh kia lên hiện chụp một giây ngay buồn mà vô tao kia ba khai dân ba khai nó người rồi thằng óc nè mà phải tinh người dân tinh tam mà tinh thọc với kiếm lụi dương cái máy đang sắp luôn tìm xa và mua đi mấy đêm nay anh để là khăn nó bàn mà